สุดท้ายปงไม้บองปองต่างគ្នាជួបគ្នា vlog ថ្មីទៀតហើយតាំងពីខានធ្វើ vlog មកនិយាយដូចអៀនមិនហ្នឹងពងម៉ែបងប្អូនហើយ vlog ថ្ងៃនេះដែរខ្ញុំគាត់តែចង់ថតអំពីសកម្មភាពដែលខ្ញុំធ្វើអីគេខ្លះនៅកន្លែងដែលខ្ញុំលេងភ្លេងប្រគំតន្ត្រីបើក្បាលវីដេអូមកឃើញខ្ញុំហើយនឹងបងប្អូនខ្ញុំកំពុងតែនៅក្នុងឡានអញ្ចឹងថតធ្លាក់ទូរស័ព្ទមកខ្ពស់ថ្ងៃនេះខ្ញុំធ្វើដំណើរទៅជាមួយបងប្អូនខ្ញុំដែលសារតែយើងធ្វើការនៅកន្លែងជាមួយគ្នាអញ្ចឹងហើយជិះឡានតែមួយទៅជាមួយបងប្អូនខ្ញុំហ្មងទៅហើយដូចបងប្អូនបានឃើញទស្សនវិជ្ជានៅលើផ្លូវជាក់ស្ដែងមិញហ្នឹងដោយសារតែមុខផ្ទះខ្ញុំគេកាយលួចង់វាពិបាកធ្វើដំណើរពិបាកចតឡានចេញចូលតែសង្ឃឹមថាគេនឹងធ្វើផ្លូវហ្នឹងហើយឆាប់ៗចឹងបន្ទាប់មកទៀតខ្ញុំក៏ថតសកម្មភាពនៅតាមដងផ្លូវដែលខ្ញុំជិះកាត់មានឃើញអាគារឃើញអីហើយឃើញបងប្អូនយើងគាត់លក់ប្រហិតលក់អីគាត់ធ្វើអាជីវកម្មនៅតាមដងទន្លេហ្នឹងទៅមានអារម្មណ៍ថា fresh ដែរក៏ខ្ញុំថតដាក់ចូលមកប្លង់ហ្មងដែរក្នុងអំឡុងពេលនេះដែរក៏សូមអធិស្ឋានដល់ប្រិយមិត្ត YouTube ខ្ញុំទាំងអស់គ្នាផងដោយសារតែខ្ញុំខានចេញវីដេអូលេងស្គរយូរតែមិនយូរមិនឆាប់ទេខ្ញុំនឹងព្យាយាមធ្វើវីដេអូលេងបទ cover ឲ្យបានច្រើនដើម្បីឲ្យពុកម៉ែបងប្អូនទស្សនាហើយបងប្អូនក៏អាច comment បទដែលបងប្អូនចូលចិត្តនៅខាងក្រោមវីដេអូ YouTube ខ្ញុំមកពេលខ្ញុំឃើញខ្ញុំ select យកមក cover ហ្មងសួស្តីបងប្អូនឥឡូវយើងមកដល់សុខានៅក្រោយខ្នងវិញឥឡូវយើងចាំយកអីវ៉ាន់ទៅកន្លែងលេងភ្លេង set up ឧបករណ៍ការភ្លេចយកតកប់មករបស់ដែលខ្ញុំលើកបង្ហាញបងប្អូននេះកុំច្រឡំថា mic micro បងប្អូនតែប្រអប់ហ្នឹងប្រអប់បាស mic micro មែនតែខ្ញុំយកមកឆ្នៃយកមកដាក់ mixer របស់ខ្ញុំហើយនឹង iPad អីហ្នឹងដាក់ចូលក្នុងហ្នឹងទាំងអស់ហើយបន្ទាប់មកក៏យើងបានមកដល់នៅក្នុងទីតាំងដែលយើងត្រូវលេងហើយនេះគឺជាឧបករណ៍ដែលពួកខ្ញុំត្រូវលេងល្ងាចហ្នឹងហើយសម្រាប់បងប្អូនបើសិនជាមានតម្រូវការចង់ជួល sound ខ្នាតធំខ្នាតទូចឆាកភ្លើងពីម៉ាស៊ីនភ្លើងនិយាយរួមស្អីក៏គាត់មានដែរគ្រប់យ៉ាងមាននៅភារៈតន្ត្រីនឹងសម្រាប់ព័ត៌មានបន្ថែមបើចង់ដឹងអីពីអីវ៉ាន់ឬក៏ឧបករណ៍ភ្លេងគាត់បងប្អូនអាចតាក់ទងទៅលេខទូរស័ព្ទដែលខ្ញុំបានដាក់ទៅលើខាងលើ screen ហ្នឹងក៏បានដែរបងប្អូនហើយបញ្ជាក់បងប្អូនគឺលេខទូរស័ព្ទគាត់មានតែមួយខ្សែនឹងគត់ហើយមួយទៀតអីដែលពិសេសបើសិនជាបងប្អូនឲ្យគាត់រៀបចំទៅគាត់បានហៅខ្ញុំទៅលេងដែរអញ្ចឹងបងប្អូនចំណេញបានខ្ញុំទៅមួយទៀតណាបន្ទាប់ពីខ្ញុំចំមិញធ្វើស្អីគេភ្លេចបាត់ឥឡូវយើងមកដល់វគ្គ check sound បងប្អូនដឹងស្រាប់ហើយជាទូទៅតន្ត្រីករម្នាក់មុននឹងប្រគំតន្ត្រីជុំគ្នាគឺត្រូវតែ test sound រៀងខ្លួនឲ្យហើយសិនបានយើងធ្វើការប្រគំជូនបងប្អូនហើយកាបូបនេះដែរដូចបងប្អូនបានឃើញពីដើមវីដេអូអញ្ចឹងគឺខ្ញុំដាក់អីវ៉ាន់ដាក់នៅក្នុងនឹងទាំងអស់ទាំង GoPro ឆ្នាំងសារ iPad mixer គឺខ្ញុំដាក់ចូលក្នុងនឹងទាំងអស់ដោយសារអីខ្ញុំអត់ចង់កាន់អីវ៉ាន់ញ៉ៃច្រើនអញ្ចឹងខ្ញុំដាក់តាមកាបូបមកគឺរួចជាការស្រេចសំខាន់ដោយឆ្នាំកាពះមកទៀតហើយបន្ទាប់ពី check sound ហើយអីហើយគឺខ្ញុំចាប់ផ្ដើម set up mixer sequencer តាមក្រោយដោយសារតែពេលដែលទៅដល់កន្លែងលេងគឺអីដែល check យូរជាងគេគឺឧបករណ៍ score ហ្នឹងហើយអញ្ចឹងខ្ញុំ root run ដើម្បី check sound score ហើយបានខ្ញុំរៀបចំ set up mixer តាមក្រោយហើយ mixer ដែលខ្ញុំប្រើគឺ Yamaha MG06X គឺខ្ញុំប្រើហ្នឹងរយៈពេល3ឆ្នាំហើយតម្លៃពេលដែលខ្ញុំទិញហ្នឹងខ្ទង់200ជាងដែរសម្រាប់បងប្អូនដៃ score គឺ mixer នេះហើយ the best recommend ហ្មងហើយបន្ទាប់ពីខ្ញុំ check sound score ហើយអីហើយរៀបចំ mix ហើយអីហើយបងបញ្ញាក៏គាត់បានមកដល់គាត់មក test saxophone គាត់ដៃ saxophone ដែល smooth បំផុតហើយដែលខ្ញុំធ្លាប់ជួបទាំង smooth ទាំងស្អាតទាំងឆ្លាតទាំងពូកែទាំងសង្ហាគឺបងបញ្ញា the best ហើយបងប្រុសម្នាក់នេះក៏គឺជាបងមេងហ៊ុយគាត់ជាអ្នកកាន់ mixer ក្នុងកម្មវិធីដែលខ្ញុំលេងហ្នឹងហើយបងប្អូនត្រូវចាំទោះលេងល្អខ្លាំងប៉ុណ្ណាក៏ដោយបើសិនជា sound មកអត់ល្អទេគឺស្មើនឹង0ហើយអញ្ចឹងមិន character អ្នកដែល control sound គឺគាត់សំខាន់ណាស់នៅក្នុងកម្មវិធីមួយហើយកម្មវិធីដែលខ្ញុំលេងហ្នឹងគឺអរគុណបងមេហ៊ុយមែនតើគាត់សេរីគាត់ check sound ឲ្យពួកខ្ញុំបានល្អធ្វើឲ្យពួកខ្ញុំងាយស្រួលក្នុងការប្រគំក្នុងការលេងតន្ត្រីយើងស្រួលស្ដាប់គ្នាស្រួលស្ដាប់អ្នកចម្រៀងអ្នកអីចឹងណាបងប្អូនដល់ពេលចឹងទៅវាធ្វើឲ្យការប្រគំតន្ត្រីរបស់យើងវារលូនបន្ទាប់ពី check sound រួចរាល់អស់ហើយពួកខ្ញុំក៏បានមកញ៉ាំបាយញ៉ាំអីចឹងណាបងប្អូនតែពេលហ្នឹងខ្ញុំញ៉ាំតិចដែរដោយសារតែអត់សូវឃ្លានបន្ទាប់ពីញ៉ាំបាយហើយខ្ញុំក៏មក check list បទនៅក្នុងក្រុមចឹងណាថាបទណាដែលយើងត្រូវលេងគេច្រៀងបទអីខ្លះចឹងខ្ញុំរៀប note និយាយទៅពេលខ្លះយើងស្មុគស្មាញដែរដោយសារតែក្នុង list បទគេរៀបមកហើយចឹងណាយើងរៀប note រៀបអីហើយទៅតែដល់ពេលលេងចាក់ស្ដែងបងអ្នកចម្រៀងមួយចំនួនគឺគាត់ចូលចិត្តដូរបទដូរអីភ្លាមចឹងវាធ្វើឲ្យពួកខ្ញុំមានស្មុគស្មាញដែរបើប៉ះចំកន្លែងកម្មវិធីខ្លះអត់មានសេវាអ៊ីនធឺណិតឬក៏អត់មាន Wi-Fi ទៀតគឺដេកងឹតមុខឆឹងយកហ្មងបន្ទាប់មកពួកខ្ញុំក៏ប្រគំតន្ត្រីចប់ដោយបរិបូរឲ្យបងប្អូនហើយបន្ទាប់មកក៏នាំគ្នាទៅអង្គុយញ៉ាំអីនៅក្បែរមាត់ទន្លេដើម្បីក្រេបចាក់តិចហើយចាក់ខ្សៅចាក់អីចឹងណាបងប្អូនហើយនេះគឺជាទស្សនវិជ្ជាដែលពួកខ្ញុំអង្គុយជុំគ្នាជាមួយនឹងបងរបស់ខ្ញុំហើយពួកយើងក៏មានពេលវេលាល្អជាមួយគ្នាអង្គុយនិយាយគ្នាលេងបន្ទាប់ពីការងារចប់ចឹងណាបងប្អូនជាចុងក្រោយអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូខ្ញុំជួបគ្នាវីដេអូក្រោយអរគុណ